ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានោះទេគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះប្រិមិត្តដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈប្រសូតនៅថ្ងៃទី22មករាឆ្នាំ1914ស្ថិតនៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ1941ទ្រង់ជាគូប្រជែងមួយរូបសម្រាប់រាជបល្ល័ង្កប៉ុន្តែអាញាធិបតេយ្យបារាំងអាណានិគមបានជ្រើសរើសសម្ដេចនរោត្តមសីហនុជាព្រះមហាក្សត្រទៅវិញអាជីពជាអ្នកនយោបាយរបស់ទ្រង់បន្ទាប់ពីសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅសិរិមតៈបានចូលរួមក្នុងកិច្ចការនយោបាយកម្ពុជាជាច្រើនព្រះអង្គបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងឆ្នាំ1947ដោយទ្រង់ជាសមាជិកសំខាន់ទី2នៃគណៈបកស្ដាំនិយមគឺគណៈបកកំណែទម្រង់ខ្មែរដែលដឹកនាំដោយលោកលន់នល់ប៉ុន្តែជាលទ្ធផលគណៈបកនេះមិនបានឈ្នះអាសនៈអ្វីសូម្បីតែមួយព្រះបាទនរោត្តមសីហនុបានប្រទានតំណែងរដ្ឋមន្ត្រីការពារជាតិទៅឲ្យសិរិមតៈនៅក្នុងឆ្នាំ1952បន្ទាប់ពីបានទទួលឯករាជ្យពីបារាំងសីហនុក៏តែងតាំងសិរិមតៈជារដ្ឋមន្ត្រីក្រសួងការពារជាតិជាផ្លូវការគណៈបកតំណែងទម្រង់របស់លន់នល់និងសិរិមតៈត្រូវបានសីហនុបញ្ចូលទៅក្នុងចលនាសង្គមរាស្ត្រនិយមរបស់ទ្រង់មុនពេលការបោះឆ្នោតសកលនៅក្នុងឆ្នាំ1955បានចាប់ដើមទោះបីជាការដាក់បញ្ចូលក្រុមប្រឆាំងស្ដាំនិយមជាច្រើនចូលទៅក្នុងសង្គមរាស្ត្រនិយមក៏ដោយក៏សិរិមតៈនៅតែជាគូប្រជែងដែលមិនអាចប្រកែកបានចំពោះសីហនុជាពិសេសនៅពេលដែលសីហនុបានអត់ឱនអនុញ្ញាតឲ្យទាហានកុម្មុយនីសយួនធ្វើសកម្មភាពនៅតាមព្រំដែនប្រទេសកម្ពុជាពេញមួយទសវត្សរ៍ឆ្នាំ1960សីហនុបានព្យាយាមកាត់បន្ថយអនុភាពរបស់សិរិមតៈលើកិច្ចការនយោបាយក្នុងស្រុកដោយបានតែងតាំងសិរិមតៈជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិននៅក្នុងឆ្នាំ1962រហូតដល់ឆ្នាំ1964នៅហ្វីលីពីននិងនៅជប៉ុនការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅក្នុងឆ្នាំ1970អំណាចនយោបាយរបស់សិរិមតៈបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីលន់នល់បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងឆ្នាំ1969សិរិមតៈត្រូវបានជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីរបស់លន់នល់ហើយភ្លាមនោះទ្រង់ក៏បានរៀបចំចាត់ចែងវិធានការបដិវត្តសេដ្ឋកិច្ចនិងវិមជ្ឈការប្រឆាំងនឹងគោលនយោបាយមុនរបស់សីហនុក្នុងការគ្រប់គ្រងការនាំចេញនិងនាំចូលជំនួយខាងធនាគារនិងផលិតកម្មនៃឱសថនិងអាល់កុលព្រះអង្គថែមទាំងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយជាសម្ងាត់ទៀតផងដើម្បីស្វែងរកវិធីក្នុងការដកទ័ពយួនឲ្យចេញពីកម្ពុជាឲ្យបានជោគជ័យព្រះអង្គខ្ញាល់ឡើងខ្លាំងនៅពេលដែលត្រូវបានគេបង្ហាញពីឯកសារដែលចុះហត្ថលេខាដោយសីហនុក្នុងការយល់ព្រមនិងបង្កើតមូលដ្ឋានកងទ័ពយួននៅលើទឹកដីកម្ពុជានិងការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅឲ្យទ័ពយួនតាមរយៈកំពង់ផែកម្ពុជានៅក្នុងថ្ងៃទី12ខែមិនិនាឆ្នាំ1970ខណៈពេលដែលព្រះអង្គសីហនុកំពុងនៅក្រៅប្រទេសសិរិមតៈបានលុបកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សីហនុចោលចំណែកឯលន់នល់វិញបានទាមទារឲ្យកងទាហានយួនខាងជើងនិងយាកងចាក់ចេញពីទឹកដីមុនពេលព្រឹកព្រលឹមនៅថ្ងៃទី15ខែមិនិនាហើយប៉ុន្តែគ្មានការឆ្លើយតបអ្វីពីយួននោះទេនៅថ្ងៃទី18ខែមិនិនាសិរិមតៈបានជួយលន់នល់ក្នុងការរៀបចំការបោះឆ្នោតរដ្ឋសភាជាតិដើម្បីទម្លាក់សម្ដេចសីហនុពីតំណែងជាប្រមុខរដ្ឋដោយប្រអន្តរកាលលើកឡើងថាមានកោតកម្មមួយចំនួនប្រឆាំងនឹងយួនបានកើតឡើងនៅទីក្រុងភ្នំពេញជាបន្តបន្ទាប់គ្នាកោតកម្មទាំងអស់នោះទំនងប្រហែលជាមានការគ្រប់គ្រងដោយនាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីកម្ពុជាពេលនោះបណ្ដាញផ្សាយព័ត៌មានបរទេសបានលើកឡើងជាបន្តទៀតថា
ស្រីមតាដែលបន្តជាឧបនាយករដ្ឋមន្ត្រីរបស់លន់នល់នៅក្នុងរដ្ឋាភិបាលថ្មីគឺជាអ្នករៀបចំរដ្ឋប្រហារទម្លាក់សម្ដេចសីហនុពិតប្រាកដមានការអះអាងមួយបានបញ្ជាក់ថាដើម្បីបញ្ចុះបញ្ចូលលន់នល់ឲ្យយល់ស្របជាមួយនឹងព្រះអង្គស្រីមតាទ្រង់ត្រូវចាក់សម្លេងសីហនុនៅក្នុងសន្និសីទសារព័ត៌មានពីទីក្រុងប៉ារីសដែលក្នុងនោះសីហនុបានគំរាមសម្លាប់ពួកគេទាំងពីរនៅពេលដែលទ្រង់វិលត្រឡប់ចូលមកទីក្រុងភ្នំពេញវិញមានរបាយការណ៍មួយបានថាស្រីមតាបានបង្ខំលន់នល់ឲ្យយកកាំភ្លើងភ្ជុំគាត់ដើម្បីឲ្យលន់នល់បដិញ្ញាទម្លាក់សីហនុចេញពីប្រមុខរដ្ឋការបង្កើតសាធារណរដ្ឋខ្មែរក្នុងឆ្នាំដំបូងនៃសាធារណរដ្ឋខ្មែរក្នុងកំឡុងពេលដែលសុវត្ថិភាពលោកលន់នល់កំពុងចុះខ្សោយស្រីមតាជាឧបនាយករដ្ឋមន្ត្រីបានមានតួនាទីលេចធ្លោជាងគេនៅក្នុងរដ្ឋាភិបាលឈ្មោះលោកលន់នល់ត្រូវបាននិស្សិតនៅតាមទីប្រជុំជនយកធ្វើជាតំណាងនៃការប្រឆាំងនឹងសីហនុឯស្រីមតាវិញត្រូវបានទទួលការគាំទ្រពីសំណាក់ប្រទេសលោកខាងលិចប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រជាជននៅតាមជនបទនៅតែនាំគ្នាគាំទ្រសម្ដេចនរោត្តមសីហនុឥតឈប់ឈរស្រីមតាខ្លួនលោកផ្ទាល់មានការគាំទ្រតិចតួចណាស់នៅក្នុងគ្រឹះស្ថាននយោបាយកម្ពុជាអំណាចរបស់ស្រីមតាក្នុងកិច្ចការនយោបាយក៏ត្រូវចុះខ្សោយជាលំដាប់ដោយសារតែប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីគឺលោកលន់នល់ស្រីមតាក៏បានលាតលែងពីកិច្ចការនយោបាយនៅក្នុងឆ្នាំ1972បន្ទាប់ពីបានធ្វើបាតកម្មមួយចំនួនប្រឆាំងនឹងលោកទោះជាអាមេរិកដែលគាំទ្រស្រីមតាបានដាក់សម្ពាធលើលន់នល់ក៏ដោយលោកបានបន្តឃុំខ្លួនស្រីមតានៅក្នុងគាហដ្ឋានរបស់ព្រះអង្គសកម្មភាពទាំងនេះបានធ្វើឲ្យមានសម្លេចរិះគន់ជាច្រើនមកលើលោកលន់នល់ហើយបានព្យួររដ្ឋសភាចោលរួចបានតែងតាំងក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដែលមានរូបលោកស្រីមតាចេងហេងនិងអិនតាមជាសមាជិកស្រីមតាបានលើកថ្លែងជាសម្ងាត់ថាព្រះអង្គសីហនុអាចវិលត្រឡប់ចូលក្នុងប្រទេសវិញបានពីព្រោះប្រជាពលរដ្ឋជាច្រើនកំពុងគាំទ្រឲ្យព្រះអង្គសីហនុយាងត្រឡប់ចូលស្រុកមាតុភូមិវិញនៅពេលដែលដំណឹងនេះបានដឹងឮទៅដល់សីហនុតែទ្រង់កំពុងខ្ញាល់ខ្លាំងណាស់ព្រះអង្គបានមានព្រះបន្ទូលទៅស្រីមតាវិញថាស្រីមតាគឺជាអ្នកប្រតិកិរិយានិងជាជនក្បត់ជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាទីក្រុងភ្នំពេញធ្លាក់នៅក្នុងដៃពួកខ្មែរក្រហមពួកកុម្មុយនីសខ្មែរក្រហមបានចាប់ផ្ដើមវិលុកមកលើរាជធានីនៃទីក្រុងភ្នំពេញនៅថ្ងៃទី1ខែមករាឆ្នាំ1975នៅថ្ងៃទី1ខែមេសាឆ្នាំ1975លន់នល់បានលាតលែងពីតំណែងជាប្រធានាធិបតីហើយក៏បាននិរទេសខ្លួនចេញទៅហាវ៉ៃខ្មែរក្រហមបានឡោមព័ទ្ធទីក្រុងភ្នំពេញហើយក្រោយមកក៏បានចុះផ្សាយបញ្ជីមរណៈដែលមានឈ្មោះលោកលន់នល់នៅខាងលើគេបង្អស់នៅថ្ងៃទី12ខែមេសាឆ្នាំ1975ឯកអគ្គរដ្ឋទូតអាមេរិកកាំងប្រចាំប្រទេសកម្ពុជាគឺលោកចនកាន់ដឺដែនបានផ្ដល់សិទ្ធិឲ្យមន្ត្រីជាន់ខ្ពស់នៃសាធារណរដ្ឋខ្មែរទៅជ្រកអាស្រ័យនៅស្ថានទូតអាមេរិកត្រីមតាឡុងម៉ូរ៉េតលន់នល់និងរួមជាមួយសមាជិកដទៃទៀតនៃគណៈរដ្ឋមន្ត្រីរបស់លោកលន់នល់បាននាំគ្នាបដិសេធទោះបីជាឈ្មោះរបស់លោកឡុងម៉ូរ៉េតនិងឈ្មោះទ្រង់ត្រូវបានពួកខ្មែរក្រហមដាក់ក្នុងបញ្ជីជនក្បត់ជាតិទាំង7នាក់ដែលត្រូវកាត់ទោសប្រហារជីវិតក៏ដោយស្រីមតាបានឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកវិញថាឯកឧត្តមនិងប្រិយមិត្តខ្ញុំសូមអរគុណដោយស្មោះទៅនឹងលិខិតរបស់លោកដែលផ្ដល់ឲ្យខ្ញុំនៅកន្លែងសម្រាប់នាំទៅរកសេរីភាពខ្ញុំមិនអាចចាក់ចែងដោយកំសារបៀបនេះបានឡើយចំពោះរូបលោកនិងមហាប្រទេសរបស់លោកខ្ញុំមិនដែលជឿមួយស្របក់ណាឡើយថាលោកបានបោះបង់ចោលប្រជាជនមួយដែលជ្រើសរើសសេរីភាពលោកចាក់ចេញទៅខ្ញុំសូមប្រសិទ្ធពរជូនលោកនិងប្រទេសលោកឲ្យជួបតែសុភមង្គលនៅក្រៅមេឃប៉ុន្តែលោកចូលចងចាំថាបើសិនជាខ្ញុំស្លាប់ទៅនោះនៅក្នុងប្រទេសរបស់ខ្ញុំដែលខ្ញុំស្រឡាញ់ដូច្នេះក៏ដោយព្រោះយើងទាំងអស់គ្នាកើតមកនឹងស្លាប់ទាំងអស់គ្នានៅថ្ងៃណាមួយមិនខានខ្ញុំប្រតិបត្តិកំហុសតែមួយគត់គឺជឿលើលោក
និងជឿលើអាមេរិកាំងសូមឯកឧត្តមប្រិយមិត្តទទួលនៅមនោសញ្ចេតនាស្មោះត្រង់និងមិត្តភាពរបស់ខ្ញុំពីខ្ញុំសិរិមតាការទទួលមរណភាពរបស់ទ្រង់ក្រោយពីថ្ងៃ17មេសាឆ្នាំ1975ខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញទ្រង់សិរិមតាជាមួយនឹងអង្គរៈ2នាក់បានឆ្លងចំរំដែកចូលស្ថានទូតបារាំងនៅទីក្រុងភ្នំពេញដើម្បីសុំជ្រកកោតនយោបាយខ្មែរក្រហមគំរាមឲ្យប្រគល់សិរិមតាទៅឲ្យវាស្ថានទូតបដិសេធមិនព្រមធានាទ្រង់ទីបំផុតទ្រង់សិរិមតាក៏ត្រូវប្រគល់ខ្លួនដោយខ្លួនឯងគ្មានការតក់ស្លុតនៅថ្ងៃទី21ខែមេសាឆ្នាំ1975ទ្រង់សិរិមតាត្រូវខ្មែរក្រហមសម្លាប់យ៉ាងឃោរឃៅនិងព្រិចផ្សែងបំផុតជាចុងក្រោយក៏សូមធ្វើការអរគុណចំពោះបងប្អូនខ្មែរយើងទាំងអស់ដែលមានភក្ដីភាពចំពោះទឹកដីក៏ដូចជាប្រវត្តិសាស្ត្រនិងមានភក្ដីភាពរាល់វីដេអូរបស់យើងទាំងអស់ដូច្នេះហើយសូមបងប្អូនជួយចុច like Subscribe និង Share វីដេអូរបស់យើងទាំងអស់គ្នាសូមអរគុណ